nơiខាងមុខខ្ញុំនោះក៏ជាអញ្ចឹងក្រុងដែរអញ្ចឹងអញ្ចឹងក្រុងនេះប្រហែលជាមានពីរតង់អញ្ចឹងខាងមុខមួយហើយនឹងខាងនេះមួយអញ្ចឹងខាងនោះជាក្រុងហើយជារាជវាំងជាប្រាសាទហើយមានដឹងអត់នៅអឺរ៉ុបពីមុនគឺសាសនាគឺមានអំណាចមែនតើជាពិសេសគឺសាសនាកាតូលិកអញ្ចឹងអ្នកណាដែលប្រឆាំងនឹងសាសនាបើន័យថាប្រឆាំងនឹងព្រះអញ្ចឹងអ្នកចេះដឹងច្រើនជាងសាសនានៃជំនាន់ពីមុនណាគឺត្រូវបានគេសម្លាប់ចោលជាពិសេសនៅសម័យរ៉ូម៉ាំងសម័យក្រិចសម័យអីហ្នឹងគឺអ្នកដែលប្រឆាំងនឹងសាសនាគឺសម្លាប់ចោលហើយសាសនាគឺមានអំណាចខ្លាំងសាសនាកាតូលិកគឺមានអំណាចខ្លាំងមែនទែនអញ្ចឹងបន្ទាប់ពីមេសាសនាហើយព្រះមហាក្សត្រនៅជំនាន់ហ្នឹងណាអញ្ចឹងមហាក្សត្រត្រូវបានតែងតាំងដោយសាសនាខ្ញុំគិតថាមិនសូវជាខុសអីពីជំនាន់យើងនៅពីមុនសម័យអង្គរអីដែរទេហើយនេះជាទេសភាពពេលយប់នៅ Prague ហ្នឹងឯងឥឡូវហ្នឹងម៉ោង 2:10 យប់ហើយហើយនៅខាងនោះsẽអគារសំខាន់ហើយមាន1 2 3 4ក្រុងនេះគឺសម្បូរនេះមែនតើវាដូចនៅយើងដែរនៅតាមភូមិតាមអីគឺយើងមានវត្ត3 4ពហិអីវិញនៅនេះគឺមកក្រុងអីពហិចង់20ពហិជាពិសេសពិសេសពហិកាតូលិកពូនេះថតរូបនេះស្អែកឡើងនឹងស្អាតហើយអូខេអានេះរូបភាពពីខាងក្រោយវាំងគេហ្នឹងចាំមើលពេលថ្ងៃខ្ញុំនឹងបង្ហាញម្ដងទៀតអាចនឹងមកនេះម្ដងទៀតឬក៏អាចមកទៀតចាំមើលចាក់ស្ដែង